ចិនមិនដែលស្វែងរកចំនួនទេមហាអំណាចសេដ្ឋកិច្ចពិភពលោកកំពុងទាំងពីរគួរតែស្វែងយល់អំពីយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមកដើម្បីកាត់បន្ថយភាពមិនទុកចិត្តនិងបង្កើនការយោគយល់ពីព្រោះភាពប្រឈមរវាងអាមេរិកនិងចិនបានត្រឹមតែបង្កមហន្តរាយដល់ប្រទេសទាំងពីរនិងពិភពលោកតែប៉ុណ្ណោះនេះគឺជាសន្ទរកថាដំបូងបង្អស់របស់លោកប្រធានាធិបតីចិនលើទឹកដីសហរដ្ឋអាមេរិកដែលមានន័យស្វែងរកការយល់ចិត្តគ្នាមុននឹងឈានដល់ការជួបពិភាក្សាជាមួយនឹងលោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ានៅទីក្រុង Washington ដែលនឹងអាចមានជាប្រធានបទក្តៅនិងតានតឹងផងក្រៅអំពីប្រសាសន៍ធានាអាងនេះកុំឲ្យក្រុមហ៊ុនអាមេរិកព្រួយបារម្ភនឹងសុខភាពសេដ្ឋកិច្ចរបស់ចិនលោកស៊ីជីនពីងក៏បានឆ្លៀតបង្ហាសារជាបណ្ដារំលឹក Washington ថាចិនជាបង្អែកដ៏រឹងមាំនៃក្រុមហ៊ុនអាមេរិកហើយចិនគឺជាដៃគូប្រកបទៅដោយទំនួលខុសត្រូវមិនថាដើម្បីដោះស្រាយវិបត្តិសង្គមនុយក្លេអ៊ែរហិរញ្ញវត្ថុឬក៏សេដ្ឋកិច្ចពិភពលោកទេដូច្នេះអាមេរិកគួរតែសហការជាមួយចិនឲ្យបានច្រើនជាងនេះជាពិសេសនៅក្នុងនយោបាយប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយប្រធានបទសិទ្ធិមនុស្សជាពិសេសគម្រោងច្បាប់គ្រប់គ្រងអង្គការបរទេសដ៏ចម្រូងចម្រាសដែលជាចំណុចខ្ទាស់ដ៏សំខាន់មួយនៃទស្សនកិច្ចនេះដែរក៏ត្រូវបានលោកស៊ីជីនពីងបង្ហើបឡើងនៅក្នុងសន្ទរកថាល្ងាចមិញថាចិនស្វាគមន៍នឹងការពារអង្គការក្រៅរដ្ឋាភិបាលបរទេសទាំងអស់ដើម្បីប្រយោជន៍ពលរដ្ឋចិនក៏ប៉ុន្តែគ្រប់អង្គការត្រូវតែគោរពច្បាប់ចិនសូមបញ្ជាក់ថាច្បាប់គ្រប់គ្រងអង្គការចិនដែលនឹងត្រូវអនុម័តនៅឆ្នាំនេះតម្រូវឲ្យគ្រប់អង្គការក្រៅរដ្ឋាភិបាលបរទេសទាំងអស់ភ្ជាប់ខ្លួនទៅនឹងស្ថាប័នរដ្ឋាភិបាលយ៉ាងហោចណាស់ក៏មួយដែរហើយរាល់កម្មវិធីនិងគម្រោងសកម្មភាពរបស់អង្គការត្រូវឆ្លងកាត់ការសម្រេចចិត្តពីប៉ូលីសអង្គការក្រៅរដ្ឋាភិបាលអាមេរិកមានពាក់ព័ន្ធបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរឹតបន្តឹងសេរីភាពនេះដល់សេតវិមាននៅថ្ងៃម្សិលមិញដែរចិនក្រោមការដឹកនាំរបស់លោកស៊ីជីនពីងបានពង្រឹងការត្រួតពិនិត្យសម្លេងអ្នកប្រឆាំងកាន់តែខ្លាំងការចាប់ខ្លួនសកម្មជនរបស់អង្គការក្រៅរដ្ឋាភិបាលនិងមេធាវីក៏មានកាន់តែច្រើនសារព័ត៌មានផ្លូវការចិនតែងតែចាប់ប្រកាន់នារយៈពេលប្រមាណខែចុងក្រោយនេះថាវត្តមានអង្គការក្រៅរដ្ឋាភិបាលបរទេសប៉ះពាល់ដល់សន្តិសុខជាតិនិងកំពុងតែ